សូមគោរពជំរាបសួរបងប្អូននៅក្នុង YouTube ទាំងអស់គ្នាបងប្អូនបាទថ្ងៃនេះគឺខ្ញុំមានវីដេអូមួយទៀតហើយសម្រាប់ចែករំលែកជូនបងប្អូនទាំងអស់គ្នាទាំងជាងទាំងម្ចាស់ផ្ទះផងដែរបាទទៅទាំងអស់តែម្ដងដើម្បីចែករំលែកជូនបងប្អូនថ្ងៃនេះគឺខ្ញុំមានវីដេអូមួយពាក់ព័ន្ធជាមួយនឹងខ្សែដៃទៀតហើយបងប្អូនបាទអញ្ចឹងបងប្អូនខ្លះក៏អត់ដឹងទេបញ្ហាដែលគាត់មិនប្រើខ្សែដៃបាទជាទូទៅយើងផ្ទះយើងល្មមពីមុនគឺយើងអត់ប្រើទេតែឥឡូវនេះគឺយើងការប្រើប្រាស់ច្រើនទី1មានទូទឹកកកទី2មានម៉ាស៊ីនត្រជាក់ទី3មានម៉ាស៊ីនដាំឆ្នាំងដាំបាយអីផ្សេងៗអគ្គិសនីប្រើប្រាស់ច្រើនទឹកក្តៅទឹកត្រជាក់ហ្នឹងគឺយើងត្រូវការប្រើខ្សែដៃទាំងអស់គ្នាបងប្អូនបាទអញ្ចឹងយើងអត់អាចថាមិនប្រើបានទេអញ្ចឹងបងប្អូនគូធ្វើទៅមានអត្ថប្រយោជន៍ណាស់ទី1គឺវាជ្រាបពេលខ្លះយើងប្រើគ្រឿងទាំងអស់ហ្នឹងគឺវាជ្រាបចរន្តបងប្អូនបាទការជ្រាបចរន្តនោះគឺដូចទឹកលិចទឹកអញ្ចឹងបងប្អូនបាទលិចទឹកតាមតឬក៏ជ្រាបទឹកតាមតណាដូចគ្នាបាទអញ្ចឹងយើងសម្រាប់ភ្លើងគឺយើងមានឧបករណ៍វាស់បាទសម្រាប់ទឹកវាឃើញជាក់ស្ដែងបាទអញ្ចឹងសម្រាប់ជ្រាបចរន្តភ្លើងនេះគឺយើងមើលឃើញទេបាទដោយសារទី1យើងឧទាហរណ៍បើសិនយើងអត់មានឧបករណ៍វាស់ដូចជានៅក្នុងយើងមានប៊ិចភ្លើងណាយើងដាក់ទៅលើទូឬក៏ដែកកន្លែងទូរកកណាមួយគឺវាមានភ្លើងបើវាជ្រាបចរន្តបាទគ្រាន់តែវាជ្រាបមិនខ្លាំងទេបងប្អូនបាទគឺវាជ្រាបអត់ខ្លាំងទេគឺជ្រាបតែល្មម60 វ៉ុលអីហ្នឹងគឺក៏វាឆក់យ៉ាងដែរបាទឆក់មួយខ្ញឹកណាបងប្អូនបាទអញ្ចឹងបញ្ហាហ្នឹងមួយទៀតគឺយើងទឹកក្តៅទឹកត្រជាក់ពេលយើងងូតក្នុងបន្ទប់ទឹកក៏វាហានិភ័យខ្លាំងដែរបាទសម្រាប់យើងអត់ធ្វើខ្សែដៃណាអញ្ចឹងក្នុងបន្ទប់ទឹកអីហ្នឹងគឺយើងត្រូវការប្រើខ្សែដៃទាំងអស់បាទអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំបង្ហាញបងប្អូនទាំងអស់តែម្ដងទី1ទាំងបងម្ចាស់ផ្ទះនិងជាងផងដែរគូតែធ្វើខ្សែដៃជូនភ្ញៀវយើងបាទអញ្ចឹងខ្ញុំថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនការរបៀបធ្វើខ្សែដៃផងដែរអញ្ចឹងអត្ថប្រយោជន៍វាខ្ញុំរៀបរាប់ខាងលើហើយតែខ្ញុំនឹងទៅបង្ហាញបងប្អូនធ្វើខ្សែដៃបាទវីដេអូមុនក៏ខ្ញុំមានដែរថ្ងៃនេះខ្ញុំចេញវីដេអូមួយទៀតដោយសារថ្ងៃនេះគឺខ្ញុំមានផ្ទះថ្មីមួយការដ្ឋានថ្មីមួយអញ្ចឹងយើងធ្វើជូនគាត់អញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងទៅបង្ហាញបងប្អូននៅខាងមុខហើយបងណាអាចធ្វើបានធ្វើខ្លួនឯងបានបងអាចមើលវីដេអូខ្ញុំទៅហើយខ្ញុំមិនលាក់បាំងបងប្អូនទេបាទហើយអញ្ចឹងការធ្វើការតេស្តអីគឺលើនៅវីដេអូខ្ញុំខាងមុខនេះបាទអញ្ចឹងកុំភ្លេចអសោះជួយ Subscribe ក្នុង YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីតទៅទៀតបាទអញ្ចឹងតោះបងប្អូនកុំឲ្យខាតពេលយូរបងប្អូនអាចទៅជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទជាដំបូងគឺបងប្អូនមានដៃស្ពាន់នេះគឺ2ម៉ែត្រកន្លះមកខ្ញុំប្រើតែ2ម៉ែត្រកន្លះទេដោយសារតំបន់នេះគឺតំបន់វាស្រែដែរអញ្ចឹងបងប្អូនបាទគឺដីវាល្អទេបាទដីវាសើមល្អទេអញ្ចឹងបើសិនជាតំបន់ភ្នំបងប្អូនអាច2ម៉ែត្រកន្លះហ្នឹង2ដើមទៅដើម្បីតគ្នាទៅបាទសម្រាប់ខ្ញុំគឺខ្ញុំធ្វើបែបនេះបងប្អូនបាទអញ្ចឹងយើងវាយបញ្ចូលដីទៅហើយយើងគៀបយើងមានក្បាលមួយដើម្បីគៀបខ្សែបាទខ្សែយើងខ្សែមេខ្ញុំប្រើលេខ4លីទេបងប្អូនបាទ4លីទេអញ្ចឹងបងប្អូនវាយទៅដីទៅលើបែបនេះទៅបងប្អូនអាចមានខ្សែដៃប្រើប្រាស់ហើយខ្សែដៃប្រើប្រាស់នៅក្នុងផ្ទះអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចធ្វើបានបងប្អូនអាចធ្វើដូចខ្ញុំទៅប៉ុន្តែខ្ញុំអត់បានថតវីដេអូដែលខ្ញុំវាយបញ្ចូលដីទេបាទដីនេះគឺដីធូរទេយើងស្រួលវាយទេយើងមានញញូក៏បានយើងមានម៉ូទ័របុកក៏បានបាទដោយសារបងប្អូនអត់មានញញូទេបងប្អូនអាចប្រើម៉ូទ័របុកទៅបាទម៉ូទ័របុកបឹបទៅវាចូលនៅដីហើយបាទអញ្ចឹងយើងធ្វើហើយយើងគៀបហើយអស់យើងរៀបអត់ទៅបើយើងអត់រៀបអត់ទេយើងអាចមានប្រអប់បំបែកណាមុខប្រអប់បំបែកបងប្អូនអាចធ្វើមិនតំណថ្ងៃក្រោយបានបាទដោយសារយើងសម្រាប់ទុកតេស្តវាអញ្ចឹងណាអញ្ចឹងខ្ញុំរៀបអត់ដើម្បីសម្រាប់ទុកតេស្តវាទេបាទដោយសារហេតុអីបានយើងរៀបអត់ទុកតេស្តមូលហេតុគឺយើងពេលខែប្រាំងខែអីចឹងទៅយើងអាចចាក់ទឹកបាទបើសិនជាវាអូមវាអត់ល្អវាអត់ធ្លាក់អត់ល្អអញ្ចឹងណាសំខាន់យើងវាស់អូមឲ្យបានល្អអញ្ចឹងណាហើយមួយទៀតគឺបងប្អូនអាចចាក់ទឹកបានថែទាំវាថ្ងៃក្រោយបានបាទ
ដោយសារកុំឲ្យវាធ្វើទៅវាអស់គុណភាពទៅវាមានបញ្ហាកាន់តែខ្លាំងបាទអញ្ចឹងយើងធ្វើបែបហ្នឹងបងប្អូនរៀបអត់ក៏បានបាទឥឡូវនេះគឺខ្ញុំបានធ្វើហើយបាទធ្វើហើយគឺខ្ញុំតេស្តទីមួយយើងយកហ្វាខាងភ្លើងរបស់ EDC មកខាងមកហើយយើងយកខ្សែដីយើងយកទៅតេស្តបាទខ្សែដីយើងយកមកខាងដូចម៉ាស់អញ្ចឹងដូចនើតអញ្ចឹងណាយើងតេស្តមើលថាយើងវាស់ទៅថាភ្លើងវាភ្លឺអត់បាទបើសិនអញ្ចឹងមានពូរេស្តង់2 3ទៀតមកបងប្អូនអាចដាក់តេស្តមើលថាវាមានអ៊ីវអត់ខ្សោយអត់អញ្ចឹងណាហើយមួយទៀតគឺខ្ញុំយកមកអូម៉ែត្រមកខាងយកខាងហ្វារបស់ EDC មកខាងអាខ្សែដីខ្ញុំបោះមិញហ្នឹងខ្ញុំវាស់ថាវាឡើង220 230អីអត់អញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនធ្វើតាមខ្ញុំទៅគឺអត់ខុសទេបងប្អូនអាចធ្វើបានបាទអញ្ចឹងវីដេអូខាងដើមបងប្អូនបានឃើញហើយបងប្អូនបានឃើញច្បាស់ជាលក្ខហើយគឺខ្ញុំបង្ហាញបងប្អូននៅវីដេអូខាងដើមមុនហ្នឹងអញ្ចឹងបងប្អូនអាចធ្វើតាមខ្ញុំទៅវាអត់ខុសទេបាទអញ្ចឹងជាបញ្ចប់សូមបងប្អូនកុំភ្លេចជួយ Subscribe YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីបាទបើស្រឡាញ់គាំទ្រណាបងប្អូនបាទអញ្ចឹងខ្ញុំនឹងខិតខំការផលិតទាំងប្រមាណខ្ញុំចេះប្រមាណគឺខ្ញុំផលិតបងប្អូនជួយបងប្អូនប៉ុណ្ណឹងតែម្ដងបងប្អូនបាទអញ្ចឹងអ្នកគ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតបងប្អូនបាទសូមជម្រាបលា